សួស្តីអ្នកនរឥឡូវគឺយើងមកមើលរឿងមកក្នុងជំទូតូចនៃភាគទី2ទៀតណាហើយតួស្រីយើងក៏បាននិយាយទៅថាខ្ញុំយកបរោះហ្នឹងគឺដោយសារតែគាត់អាចសារអនាគតឲ្យផលិនល្អបានចំណែកតួរបស់យើងវិញគឺមិនអាចសារអនាគតឲ្យនាងល្អបានទេហើយណាមួយនៅក្មេងឈាមរាវអញ្ចឹងណាដល់ពេលហើយតួស្រីយើងក៏បាននិយាយថាអញ្ចឹងខ្ញុំជម្រាបលាហើយក៏បាននិយាយតោះបងបន្ទាប់ហើយតួប្រុសមកនិយាយថាផាលីនចិត្តខ្មៅខ្ញុំសង្ហាប៉ុណ្ណឹងដែរមិនយកខ្ញុំថៃបានតែយកអាតាកចាស់អាយុប្រហែលអញ្ចឹងណាអញ្ចឹងហើយគឺភ្លីនរបស់យើងហ្នឹងគឺតួស្រីរបស់យើងក៏បាននឹកឃើញដល់រឿងហ្នឹងគឺថាម៉ាក់តួប្រុសក៏បានជះទឹកទៅលើតួស្រីអញ្ចឹងណាហើយអ្នកស្រីហ្នឹងគឺជាម្ដាយរបស់តួប្រុសយើងអញ្ចឹងទៅក៏បាននិយាយថាដោយសារតែនាងធ្វើឲ្យជីវិតកូនប្រុសរបស់យើងញ៉ៃញ៉ៃរៀនលេងចូលលេងអីចឹងណាធ្វើឲ្យកូនប្រុសរបស់គាត់ហ្នឹងងប់ងល់ស្រឡាញ់ជាមួយនឹងតួស្រីរបស់យើងចឹងណាផ្លេចការសិក្សាផ្លេចអីអស់ចឹងទៅចឹងហើយបានជាយាយហ្នឹងគឺគាត់ប្រាប់តួស្រីរបស់យើងថាកុំឲ្យតាក់តងកូនប្រុសគាត់ទៀតហើយទៅហើយតួស្រីក៏បាននិយាយថាឲ្យលើខ្ញុំមកខ្ញុំនឹងចេញពីជីវិតកូនប្រុសរបស់លោកស្រីចឹងណាបន្ទាប់ហើយយាយដែលជាកូនដែលជាម្ដាយរបស់តួប្រុសហ្នឹងក៏បាននិយាយថាស្អីនាងឯងឈួតអត់ចង់ឲ្យអញឲ្យលុយនាងឯងហើយតួស្រីយើងនៅតែនិយាយទៀតតែអញ្ចឹងថាឲ្យលុយខ្ញុំសិនមកអញ្ចឹងណាបានតួស្រីយើងព្រមចេញពីតួប្រុសបន្ទាប់ហើយម្ដាយតួស្រីក៏បាននិយាយទៅថានេះស្អីនាងឯងមកលុយម៉េះនិយាយដាក់តួស្រីយើងអញ្ចឹងណាតួស្រីរបស់យើងក៏បាននិយាយទៅថាឲ្យលុយនាងសិនមកចាំនាងចេញពីជីវិតកូនស្រីរបស់លោកស្រីនឹងហើយអត់ឲ្យជួបគ្នាវិញទេអញ្ចឹងណាសុំតែ5លានរៀលអញ្ចឹងទៅហើយតួស្រីយើងនឹកឃើញដល់ហើយក៏ទៅចាអត់អត់ទី5លានក៏ច្រើនណាស់ដែរចាហើយយាយនឹងស្ទាក់ស្ទើរដែរហ្នឹងហើយបន្ទាប់ហើយគឺតួស្រីរបស់យើងក៏ដើរចេញចឹងទៅហើយតួប្រុសយើងថាកុំឲ្យខ្ញុំជួបនាងឲ្យសោះតែខ្ញុំជួបនាងខ្ញុំនឹងធ្វើឲ្យនាងខ្មាស់គេចឹងទៅចាក្តៅទាំងព្រលឹមបន្ទាប់ហើយតួស្រីរបស់យើងក៏បានអរគុណលោកពូនឹងដែលបានជួយសម្ដែងចឹងណាហើយក៏ពិតទៅគឺតួស្រីយើងយកលោកពូនឹងយកមកសម្ដែងចឹងទៅហើយលោកពូក៏បាននិយាយថាខ្លាចតួប្រុសយើងហ្នឹងមកវាយគាត់ពួកអីមើលទៅដូចខឹងដែរហើយតួស្រីយើងក៏បានឲ្យលុយក៏បាននិយាយថាយកលុយនឹងសិនទៅចឹងទៅក៏ប៉ុន្តែតួស្រីយើងនិងតួប្រុសយើងឆ្លោះគ្នាដោយសារតែយាយនឹងចឹងហើយយាយនឹងគាត់យាយដែលជាម៉ាក់តួប្រុសហ្នឹងគាត់បានបខំនិយាយមែនបខំឲ្យតួស្រីយើងហ្នឹងលែងវាថាអត់បានកុំឲ្យធ្វើជាសង្សារជាមួយនឹងតួប្រុសទៀតហើយតួស្រីយើងនៅនិយាយម្នាក់ឯងចឹងទៅចាហើយតួស្រីយើងចេះតែនិយាយលួងលោមខ្លួនឯងចឹងណាតែទាំងដែលក្នុងចិត្តហ្នឹងគឺអត់ចង់បែកពីតួប្រុសដែរហ្នឹងចឹងទៅចាដើរចេញទៅតួស្រីរបស់យើងពេលនេះគឺបានរៀនចប់មានការងារធ្វើហើយចាហើយសំខាន់តួស្រីបការូរេយៈតេដែរអញ្ចឹងណាគេក៏ចូលចិត្តអញ្ចឹងណាហើយបងអំណាងក៏បានថាគាត់ចូលចិត្តការណែនាំរបស់តួស្រីយើងអញ្ចឹងណាក៏បានដើរចេញអញ្ចឹងទៅហើយនេះគឺជាចវាយរបស់តួស្រីយើងក៏បានសរសើរតួស្រីយើងអញ្ចឹងណាថាបកាណែនាំភ្ញៀវឲ្យវាថាបកាណែនាំភ្ញៀវឲ្យតាក់ទាញចិត្តអញ្ចឹងណាហើយអញ្ចឹងដល់គ្នារងចាំទស្សនាភាគទី3